គុំស្រឡាញ់គេភ្លេចស្រឡាញ់ខ្លួនឯងមែនទែនទៅប្រសិនបើគេបោះបង់ចោលយើងចូលយើងកុំបោះបង់ចោលខ្លួនឯងពីព្រោះគ្មាននរណាម្នាក់គេស្ម័គ្រស្មោះនៅជាមួយយើងអស់មួយជីវិតក្រៅពីយើងខ្លួនឯងទេដូច្នេះហើយមនុស្សទាំងឡាយដែលយើងបានស្គាល់មនុស្សទាំងឡាយដែលយើងបានស្រឡាញ់ជាចុងក្រោយគឺគ្មាននរណាម្នាក់ដែលនៅជាមួយយើងរហូតអស់មួយជីវិតក្រៅពីខ្លួនឯងទេអញ្ចឹងបានអាត្មាភាពប្រាប់ញាតិញោមថាប្រសិនបើគេបោះបង់បើសិនបើគេឈប់ស្រឡាញ់បើសិនបើគេមិននៅក្បែរចូលកុំបោះបង់ខ្លួនឯងកុំធ្វើឲ្យខ្លួនឯងមានសម្ពាធពេកហើយព្យាយាមស្រឡាញ់ខ្លួនឯងឲ្យបានច្រើនមើលថែខ្លួនឯងឲ្យបានច្រើនជាពិសេសសុខភាពផ្លូវចិត្តចូលមើលថែសុខភាពផ្លូវចិត្តឲ្យបានច្រើននឹងញាតិញោមសូម្បីតែគ្រួសារយើងឪពុកម្ដាយយើងបងប្អូនយើងក៏មិនអាចនៅជាមួយយើងរហូតអស់មួយជីវិតដែរមនុស្សកើតមកតែងតែស្លាប់ទៅវិញជារឿងធម្មតាហើយមនុស្ស